សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកសាច់រឿងខ្មោចដែលមានចំណងជើងថាខ្មោចប្រែតនារដូវភ្ជុំបិណ្ឌហើយរឿងខ្មោចនេះដែរកើតឡើងក្នុងសម័យមុនរបបប៉ុលពតនៅឯខេត្តតាកែវហើយសាច់រឿងទាំងស្រុងដំណាលដូចតទៅមានភូមិមួយឈ្មោះភូមិឈើទាលជាភូមិពោពេញទៅដោយដើមឈើធំធំនិងព្រៃស្បាតជាច្រើនផ្ទះប្រជាជននៅឆ្ងាយដាច់ពីគ្នាពី3ស្រែទើបមានផ្ទះមួយខ្នងដោយសារតែភាគច្រើនប្រជាជនប្រកបរបរធ្វើស្រែនិងចិញ្ចឹមគោក្របីមាន់ទាដើម្បីចិញ្ចឹមជីវិតនៅក្នុងភូមិនោះដែរក៏មានវត្តអារាមដ៏ចំណាស់មួយហើយក្បែរវត្តនោះចម្ងាយប្រហែល100ម៉ែត្រមានទីទួលកប់និងដុតខ្មោចដែលមានដើមឈើតូចធំដុះយ៉ាងទ្រុបទ្រុលព័ទ្ធជុំវិញហើយនៅចំកណ្ដាលមានចេតិយបុរាណមួយទីនោះមិនមានអ្នកហ៊ានចូលទេទាល់តែមានពិធីបុណ្យឬមានអ្នកស្លាប់យកមកបូជាទើបមានប្រជាជនតាអាចារ្យលោកសង្ឃចូលមកចប់កម្មវិធីក៏ចាក់ចេញទៅវិញអស់តែមានពេលខ្លះក៏មានប្រជាជនចូលមកយូរម្ដងដោយសារតែពួកគេតាមរកគោក្របីដែលវង្វេងចូលមកទីនោះហើយក៏បានជួបហេតុការណ៍ជាច្រើនធ្វើឲ្យពួកគាត់ខ្លាចរអាគ្រប់គ្នានិងអ្នកខ្លះស្បត់ថាជប់ចូលមកឬក៏ដើរក្បែរទីនោះទៀតទេមានពាក្យចចាមអារាមនិយាយតគ្នាថាទីទួលនោះមានខ្មោចលងនិងអ្នកខ្លះនិយាយថាមានប្រែតនិងអាប់ជាច្រើននៅទីទួលនោះដែរពេលយប់ឡើងក៏មានដុំភ្លើងហោះចុះហោះឡើងទំហំតូចធំខ្លះធំប៉ុនចង្អេរក៏មានដែរក្នុងភូមិនោះក៏មានគ្រួសារមួយមានសមាជិក3នាក់ប្រពន្ធឈ្មោះមីងយ៉ែមនិងប្តីឈ្មោះពូទុយកូនស្រីម្នាក់ឈ្មោះកញ្ញាអាយុប្រហែល10ឆ្នាំមីងយ៉ែមជាមនុស្សចិត្តល្អចូលចិត្តជួយអ្នកដទៃមានញាតិមិត្តរាប់អានជាច្រើនខុសពីពូទុយជាមនុស្សចិត្តកំណាញ់ស្វិតហើយមិនចេះធ្វើបុណ្យទានអ្វីទេកុំថាឡើយលោកនិមន្តបិណ្ឌបាតមកដល់មុខផ្ទះសូម្បីទៅវត្តក៏មិនដែលទៅដែរសម្ដីគាត់ក៏អាក្រក់តែគាត់មិនដែលទៅរករឿងអ្នកភូមិអ្នកស្រុកនោះទេចំណុចពិសេសរបស់គាត់មួយទៀតនោះគឺមិនចេះខ្លាចអ្វីទាំងអស់សូម្បីតែខ្មោចក៏មិនខ្លាចដែរពួកគាត់ទាំងពីរប្រកបរបរធ្វើស្រែដាំដំណាំចិញ្ចឹមសត្វគោជ្រូកមាន់ទានិងពេលខ្លះកាប់អស់យកទៅលក់នៅឯផ្សារទីរួមស្រុកឯណោះរដូវបុណ្យភ្ជុំបិណ្ឌជិតចូលមកដល់ហើយរដូវដែលសំណាបក្នុងស្រែនិងរុក្ខជាតិដំណាំផ្សេងកំពុងលូតលាស់បៃតងខៀវខ្ចីរីឯមេឃថ្ងៃខ្លះក៏ស្រស់ល្អនិងថ្ងៃខ្លះក៏មានភ្លៀងធ្លាក់ជោគជាំតាំងពីព្រឹករហូតទល់យប់ក៏មានដែរនៅឯផ្ទះពូទុយនិងមីងយ៉ែមគេឃើញមានមាន់ទាជាច្រើនវងដើររេរាពេញទីធ្លាសុទ្ធតែធំល្មមអាចលក់ដូរបានលោកពូទុយក៏បានកាប់អស់បានជិតពេញមួយរទេះដែរយប់មួយក្រោមពន្លឺចង្កៀងប្រេងកាតនិងមានភ្លៀងរលឹមតិចមានសំឡេងក្អាត់ហ៊ីងកង្កែបយំទ្រហឹងពេញស្រែលោកពូកំពុងជក់បារីមីងកំពុងសិតសក់ឲ្យកូនស្រីនិងនិយាយពីនេះពីនោះមុនចូលសម្រានមួយសន្ទុះក្រោយមកមីងយ៉ែមនិយាយដោយទឹកមុខរំភើបបងមាន់ទាធំអស់ហើយអស់ក៏បានពេញរទេះដែរយើងគួរយកទៅលក់នៅផ្សារបានលុយខ្លះសម្រាប់ធ្វើបុណ្យភ្ជុំបិណ្ឌហើយលុយខ្លះទៀតគួរទិញចង្ហាន់ស្លាធម៌និងបាយបិណ្ឌទៅវត្តផងពេលនោះពូទុយញញឹមស្ងួតរួចគាត់បានតបទៅមីងយ៉ែមវិញថាអូបើលុយនោះយើងទុកចាយទិញសម្ភារៈសំខាន់ក្នុងផ្ទះវិញទៅចានឆ្នាំងយើងក៏ចាស់អស់ហើយធ្វើបុណ្យធ្វើអីខ្មោចប្រែតអីខ្ញុំមិនជឿទេលើលោកនេះមិនមានទេម្ដាយឪពុកពួកយើងនៅរស់ជីដូនជីតាដែលស្លាប់ទៅក៏ចាប់ជាតិអស់ហើយកុំបង្ហិនលុយធ្វើអ្វីខ្ញុំឃើញអ្នកភូមិបោះបាយបញ្ចោលមានតែឆ្មាឆ្កែវត្តស៊ីមិនដែលឃើញខ្មោចប្រែតឯណាមករើសម្ហូបអាហារទាំងនោះមកស៊ីផងបើមានប្រែតមែននោះគិតហៅសួរនាំម្ដងធ្វើបន់ទៀតធ្វើអ្វីមីងយ៉ែមឮពូនិយាយដូច្នោះគាត់ទម្លាក់ទឹកមុខចុះរួចតបវិញថាយើងមិនដឹងថាជីដូនជីតារបស់យើងដែលស្លាប់ទៅនឹងទៅចាប់ជាតិឬពួកគាត់ខ្លាចជាស្អីហ្នឹងទើបយើងត្រូវធ្វើបុណ្យជូនពួកគាត់ក្រែងពួកគាត់ខ្លាចជាប្រែតនិយាយមិនទាន់ចប់ផងពូបានកំហុកទៅមីងដោយសំឡេងលឺថាខ្ញុំជាប្តីឯង
ឬពួកអាខ្មោចប្រែតនឹងជាប្តីឯងមីងយ៉ែមក៏ស្ងាត់មាត់បាត់ឈឹងចំណែកកញ្ញាជាកូនស្រីបានឮសម្ដីឪពុកខ្លួនដូច្នោះក៏ជ្រួញចិញ្ចើមដោយភ័យខ្លាចព្រាមនោះបន្ទាប់ពីពូទុយនិយាយប្រមាថដល់ខ្មោចនិងប្រែតរួចស្រាប់តែមានខ្យល់គួចមួយបក់បោកយ៉ាងខ្លាំងធ្វើឲ្យភ្លើងចង្កៀងរលត់ភ្លឹបវាមិនមែនជាខ្យល់ព្យុះទេតែជាខ្យល់ត្រជាក់ត្រសៀកដែលហាក់ដូចជាកំពុងខឹងសម្បានៅពេលកណ្ដាលយប់ក្នុងភាពងងឹតកញ្ញាបានភ្ញាក់ឡើងទាំងភ័យញ័រនាងក៏រត់ទៅអោបម្ដាយរបស់នាងមីងយ៉ែមបានលួងកូនស្រីរួចកញ្ញាបានប្រាប់ម្ដាយនាងថានាងបានយល់សប្តាឮសូរសំឡេងធ្ងោកសឹកខ្សៀវដ៏សែនល្វើយដូចជាមនុស្សដែលឃ្លានរាប់ឆ្នាំថាឃ្លានណានឹងបានឃើញប្រែតមួយយ៉ាងធំស្គមស្គាំងមាត់ប៉ុនមកជុលសក់រញ៉េរញ៉ៃហើយប្រែតនិយាយថានរណាហ៊ានប្រមាថយើងនឹងមកសងសឹកជាមិនខានមីងយ៉ែមស្ដាប់ហើយបានទៅអុជធូបនិងនាំកូនស្រីគេងទៅវិញព្រឹកព្រលឹមស្រាងថ្ងៃមិនទាន់រះស្រួលផងពូទុយបានអះប្រពន្ធកូនឲ្យភ្ញាក់និងមិនខ្វល់ពីអ្វីដែលបានកើតឡើងពីយប់មិញនោះទេគាត់នឹងមីងយ៉ែមចាប់និងរៀបចំមាន់ទានិងបន្លែអង្ករនិងអស់ដែលបានរៀបចំជាគំនរដាក់លើរទេះគោដើម្បីយកទៅលក់នៅឯផ្សារកញ្ញាជាកូនក៏ទៅជាមួយដែរគោអូរទេះទាំង3នាក់ចេញដំណើរតាំងពីព្រឹកព្រលឹមថ្ងៃមិនទាន់រះដោយសារផ្លូវទៅផ្សារមានចម្ងាយឆ្ងាយណាស់ហើយពួកគេត្រូវធ្វើដំណើរឆ្លងកាត់ព្រៃស្ងាត់និងវាលស្រែធំនិងផ្លូវពិបាកធ្វើដំណើរម៉ោងប្រហែល8ព្រឹកពួកគេក៏បានទៅដល់ផ្សារពួកគេចាប់ផ្ដើមរៀបចំកន្លែងដើម្បីលក់ដូរដោយសារតែមានប្រជាជនមកលក់ដូរច្រើនទើបធ្វើឲ្យពួកគេនៅបន្តលក់រហូតដល់ល្ងាចទើបលក់អស់ពេលដែលលក់អស់ហើយពូទុយរាប់លុយយ៉ាងសប្បាយចិត្តនិងនាំប្រពន្ធកូនដើរទិញខោអាវថ្មីនិងរបស់ប្រើប្រាស់ផ្សេងមីងយ៉ែមក៏បានសួរពូទុយម្ដងទៀតបងយើងអាចទិញចង្ហាន់បន្តិចបន្តួចទៅវត្តបានទេថ្ងៃស្អែកប្រជុំហើយពូទុយនៅតែបដិសេធនិងក្រវីក្បាលយ៉ាងខ្លាំងអត់ទេត្រូវទុកលុយទិញរបស់របរក្នុងផ្ទះបន្ទាប់ពីទិញអីវ៉ាន់ហើយពួកគាត់បានរៀបចំរទេះគោត្រឡប់មកផ្ទះវិញមកដល់ពាក់កណ្ដាលផ្លូវមេឃចាប់ផ្ដើមងងឹតពូទុយបានឈប់រទេះរួចទៅអុជគោមនិងចន្លោះដើម្បីបំភ្លឺផ្លូវស្រាប់តែមានសំឡេងឆ្កែលូយ៉ាងខ្លាំងគោចាប់ដើមផ្អើលយ៉ាងខ្លាំងដែរពូក៏បានចាប់រំពាត់វាយគោ2-3រំពាត់និងស្រែកមួយទំហឹងថាយីពួកអាឆ្កែនេះមកព្រោះធ្វើស្អីស្មោះនឹងវើយមីងនិងកូនស្រីភ័យតិចដោយសារតែផ្លូវស្ងាត់និងសំឡេងឆ្កែលូខុសធម្មតាពន្លឺព្រះច័ន្ទចាប់ដើមរះចេញពន្លឺហាក់ដូចជាខ្សោយណាស់ធ្វើឲ្យស្រមោលដើមឈើមើលទៅដូចជារូបខ្មោចបន្ទាប់មកពូទុយចាប់ដើមបរទេសគោបន្តទៀតមីងយ៉ែមបានគិតក្នុងចិត្តថាយប់នេះដូចជាចម្លែកណាស់ហាក់ដូចជាមិនស្រួលទេស្រាប់តែមានសំឡេងមនុស្សស្រីចំណាស់ហៅល្វើយមកថាអូនស្រីទាំងពីរបរទេសទាំងយប់អញ្ចឹងទើបមកពីណានឹងមីងយ៉ែមភ្ញាក់ព្រឺតស្ទើរលួសព្រលឹងរួចក៏ក្រឡេកមើលទៅរកសំឡេងនិងបានឃើញស្ត្រីចំណាស់ម្នាក់កំពុងឈរសម្លឹងនិងញញឹមមករកពួកគេនៅមុខផ្ទះខ្ទមធ្វើពីស្លឹករួចមីងយ៉ែមតបវិញថាចាអ៊ំស្រីពួកខ្ញុំទើបមកពីយកមាន់ទាលក់នៅឯផ្សាររួចស្ត្រីចំណាស់នោះបានហៅពួកគាត់ឲ្យឈប់ដើម្បីហូបបាយនៅផ្ទះគាត់តែមីងយ៉ែមបដិសេធដោយសារតែពួកគាត់និងកូនមិនទាន់ឃ្លានស្ត្រីចំណាស់និយាយជាមួយមីងយ៉ែមតែគាត់សម្លឹងតែមុខពូទុយយ៉ាងចម្លែកគាត់បានសួរទៅពូទុយថាក្មួយប្រុសមុខដូចមិនរីកសោះមានរឿងអីឬមួយក្មួយហេវមកហូបបាយជាមួយអ៊ំសិនមកពូទុយសម្លឹងទៅរកស្ត្រីចំណាស់និងនិយាយដោយទឹកមុខមាំថាទុកហូបខ្លួនឯងទៅយាយមិនសល់ច្រើនមែនដាក់ឲ្យពួកអាខ្មោចប្រែតស៊ីទៅពេលឮការឆ្លើយតបដូចនេះហើយស្ត្រីចំណាស់បង្ហាញទឹកមុខខឹងមុខឡើងក្រហមរួចនិយាយទៅកាន់ពូទុយថាក្មួយប្រុសប្រយ័ត្នមាត់ប្រយ័ត្នកបន្តិចទៅក្រែងមានផលវិបាកដោយសារមាត់ព្រោះខាងមុខមានខ្មោចនិងប្រែតច្រើនណាស់ពូទុយបានស្ដោះទឹកមាត់ហាក់មើលងាយនិងតបវិញថាខ្ញុំមិនជឿទេអារឿងខ្មោចអីនឹងនោះបើខ្លាំងចេញមកដឹងគ្នាហើយនិយាយមិនទាន់ចប់ស្រួលបួលផងមីងយ៉ែមបាននិយាយសុំទោសទៅស្ត្រីចំណាស់នោះរួចមីងប្រាប់ប្តីឲ្យបន្តដំណើរទៅមុខទៀតស្ត្រីចំណាស់នោះសម្លឹងមុខពូទុយរួចធ្វើមាត់ចាប់អូចហាក់កំពុងនិយាយតែស្ដាប់មិនបាន
បន្ទាប់ពីបរទេសទៅមុខបន្តិចមីងយ៉ែមបានចាប់អបកូនស្រីនិងខិតមករកចិត្តពូទុយនិយាយទាំងញ័រថាពុកវាកន្លែងផ្ទះស្រីចំណាស់នោះកាលពីព្រឹកមិញដូចមិនមានផ្ទះទេយើងដូចជាត្រូវខ្មោចលងទេដឹងហើយពុកវាឯងបានចាប់អារម្មណ៍អត់ថាយាយនោះដូចជាអត់មានជើងទេឮហើយពូទុយនៅស្ងៀមមួយសន្ទុះនិងបើកភ្នែកធំធំហាក់ដូចជានឹកឃើញរឿងអីមួយតែគាត់បាននិយាយទៅប្រពន្ធថាម៉ែវាឯងខ្ញុំប្រាប់ប៉ុន្មានដងហើយកុំឲ្យនិយាយរឿងខ្មោចអីហ្នឹងខ្ញុំមិនខ្លាចទេរួចគាត់ក៏បានវាយគោមួយរំពាត់ដើម្បីបង្កើនល្បឿនពួកគាត់បានមកដល់ជិតទីទួលកប់ខ្មោចដែលនៅមិនឆ្ងាយពីវត្តសំឡេងឆ្កែព្រូនិងលូកាន់តែខ្លាំងទីទុយខ្លាញ់ស្រាកស្រែកទ្រហឹងពេញព្រៃខ្យល់បក់មកត្រសៀកយ៉ាងចម្លែកមីងយ៉ែមមានអារម្មណ៍ថាខ្លាចខំហៅប្តីឲ្យនិយាយជាមួយគ្នាហើយដៃគាត់អបកូនស្រីកំពុងដេកលក់យ៉ាងណែនភ្នែកសម្លឹងមើលឆ្វេងស្ដាំពូទុយប្រាប់ប្រពន្ធថាម៉ែវាយើងជិតមកដល់ភូមិហើយភ្លាមនោះពួកគាត់បានឮសំឡេងជើងមនុស្សដើរនៅពីក្រោយរទេះគោមីងយ៉ែមភ្ញាក់ក្រញាងពូច្រឡេកមើលក្រោយក៏ឃើញបុរសម្នាក់រាងខ្ពស់ធំមើលមុខមិនសូវច្បាស់តែបុរសនោះញញឹមស្ញែងរួចលាន់មាត់ថាបងខ្ញុំសុំទៅផងខ្ញុំដើរហត់ណាស់មីងយ៉ែមបាននិយាយថាអាយ៉ាភ័យស្ទើរលូប្រលឹងហើយពួកឯងទៅណាមកណាម្នាក់ឯងហ្នឹងបុរសចម្លែកតបវិញថាខ្ញុំសុំទៅជាមួយផងខ្ញុំទៅលេងផ្ទះបងប្អូននៅភូមិខាងមុខមីងយ៉ែមតបវិញថាអញ្ចឹងពូឡើងមកពូទុយបានសម្លឹងមុខបុរសចម្លែកហាក់មិនចង់ឲ្យឡើងរទេះខ្លួនទេបន្ទាប់មកគាត់ក៏បរទេះទៅមុខដោយមិននិយាយស្ដីមកកាន់តែគៀកទីទួលកប់ខ្មោចបុរសចម្លែកបាននិយាយទៅពូទុយថាបងប្រុសមិនមិននិយាយស្ដីអីអញ្ចឹងឬក៏បងកំពុងតែខ្លាចខ្មោចបងខ្លាចខ្មោចទេដឹងបងកំពុងខ្លាចខ្មោចទេដឹងឬពូទុយនិយាយលឺថាយីមួយល្ងាចនេះលឺតែខ្មោចឈប់និយាយរឿងហ្នឹងទៀតខ្មោចអីប្រែតអីរឿងហ្នឹងមានតែបោកក្មេងៗទេបើមានមែនចេញមកបើមានមែននោះហ៊ានអត់ចេញមកបើហ៊ានចេញស្អែកនឹងអញយកលុយទាំងអស់ដែលលក់បានយកមកទិញម្ហូបទៅសែនស្អែកនឹងហ្មងបុរសចម្លែកនោះបានសាច់ខ្លាំងនិងនិយាយថាម៉ាត់ណាម៉ាត់នឹងវើយកុំភ្លេចសន្យាណាអាពូទុយហើយបុរសនោះបានសើចខ្លាំងឡើងឡើងខ្ទាស់ពេញព្រៃនិងបន្តស្រែកថាមកពួកយើងចេញមកឲ្យអាពូទុយបានភ្លឺភ្នែកម្ដងមើលបុរសចម្លែកនិយាយមិនទាន់បានចប់ស្រួលបួលផងស្រាប់តែខ្យល់ត្រជាក់បក់មកយ៉ាងខ្លាំងសំឡេងឆ្កែព្រូនិងលូកាន់តែខ្លាំងទីទុយខ្លាញ់ស្រាកស្រែកទ្រហឹងពេញព្រៃខ្លាំងឡើងបុរសចម្លែកបានហក់ចុះពីលើរទេះប្រែខ្លួនយ៉ាងធំសម្បើមមុខឡើងសុទ្ធតែដង្កូវភ្នែកឡើងក្រហមលៀនស្ទើរជ្រូសក់ក្រញាងខោអាវប្រែរហែកនិងធំក្លិនស្អុយយ៉ាងខ្លាំងតាមពិតបុរសចម្លែកនោះគឺជាប្រែតនិងបានស្រែកហៅពូទុយថាឈប់សិនអាពូទុយឈប់សិនអាពូទុយមើលណែនេះហើយអញជាខ្មោចប្រែតពូទុយពីមុនជាមនុស្សរឹងមិនព្រមជឿថាមានខ្មោចក៏ប្រាជាស្លេកមុខស្ទើរគ្មានឈាមរៀកនោមផងរៀកអាចផងញ័រដៃជើងផងញ័រមាត់ផងស្រែកយ៉ាងខ្លាំងអញអញថាខ្មោចមែនចិត្តខ្លាចតែអាមាត់ទេនិយាយតែផ្ដាស់នឹងហើយអាមាត់ចង្រៃមកដល់ត្រឹមនឹងទើបយើងដឹងថាពូទុយក៏ចេះខ្លាចខ្មោចដែរតែគាត់ជាមនុស្សរឹងក្បាលមីងយ៉ែមខំយំបិទភ្នែកអោបកូនស្រីទាំងញ័រពូទុយវាគោដើម្បីឲ្យវារត់កាន់តែលឿនដើម្បីគេចពីខ្មោចបុរសចម្លែកប្រែជាខ្មោចប្រែតដេញតាមចាប់រទេះគោបណ្ដើរនិងបានស្រែកបណ្ដើរថាពូអត់ដែងចេញមកពូទុយចង់រត់ហើយវើយចាប់ឲ្យបានពូទុយឬដូចនេះខំប្រឹងវាគោកាន់តែខ្លាំងឡើងឯបុរសចម្លែកប្រែជាខ្មោចប្រែតគិតតែរត់ពីក្រោយនិងស្រែកហៅពូទុយឲ្យឈប់និងហៅកូនចៅឲ្យខាត់ពូទុយខ្មោចទាំងឡាយបានលឺហើយខ្មោចខ្លះខំរត់ហើយខ្លះទៀតហោះមកខាត់ពីមុខរទេះពូទុយភ័យកាន់តែខ្លាំងបែកញើសពេញថ្ងាសនិងគិតថាយ៉ាងម៉េចយ៉ាងម៉ាទេអញអើយតិចលោរស់មិនផុតប្រជុំនឹងទៅបើខ្មោចមកច្រើនយ៉ាងនេះគាត់បិទភ្នែកបំបោលគោកាន់តែខ្លាំងតែគោស្រាប់តែឈប់ដោយសារវងខ្មោចបានមករួមជុំចិត្តរទេះគោហើយពូយំអង្វរខ្មោចបណ្ដើរអបប្រពន្ធកូនបណ្ដើរតែបុរសចម្លែកប្រែជាខ្មោចប្រែតមិនបានស្ដាប់ការអង្វរពូទុយទេ
ដោយនិយាយថាក្រែងថាមិនខ្លាចអញមែនទេអាពូទុយអញនឹងយកអាពូឯងទៅជាមួយអញហើយពួកយើងចាំអីទៀតយកអាពូទុយទៅនឹងដោះលែងមីងនិងកូនស្រីឲ្យគាត់ទៅផ្ទះវិញចោះឮហើយមីងយ៉ែមយំផងអង្វរខ្មោចទាំងនោះផងតែខ្មោចមិនព្រមពូទុយយំយ៉ាងខ្លាំងបិទភ្នែកលើកដៃប្រណម្យឡើងលើរួចនិយាយលាប្រពន្ធនិងប្រុងប្រៀបរួចស្រេចស្របពេលនោះមានព្រះសង្ឃមួយអង្គនិមន្តចេញពីក្នុងវត្តព្រោះសំណាងហើយរទេះបានមកឈប់នៅមុខវត្តព្រះសង្ឃបានសុទ្ធធរយ៉ាងខ្លាំងនិងបណ្ដេញខ្មោចទាំងនោះឲ្យខ្ចាត់ខ្ចាយអស់ទៅសំលេងឆ្កែព្រុសនិងលូទីទុយខ្លែងស្រាកបានស្ងាត់សូន្យឈឹងពូទុយមីងយ៉ែមនិងកូនស្រីបើកភ្នែកឡើងរួចរត់ទៅបណ្ដើរនិងយំបណ្ដើរទៅក្រាបថ្វាយបង្គំព្រះសង្ឃសុំឲ្យព្រះសង្ឃជួយនិងសុំស្នាក់នៅវត្តមួយយប់ព្រោះមិនហ៊ានត្រឡប់ទៅផ្ទះវិញទេព្រឹកឡើងពូទុយមីងយ៉ែមប្រញាប់រត់រះទៅផ្ទះរួចរៀបចំម្ហូបអាហារជូនម្ដាយឪពុកនិងយកចង្ហាន់ស្លាដកនិងបច្ច័យដើម្បីប្រគេនលោកនៅឯវត្តពូទុយបានសុំទោសញាតិមិត្តបងប្អូនជាពិសេសខ្មោចប្រែតដែលខ្លួនពីមុននិយាយគ្មានសិលធម៌ដាក់ដោយសារពីមុនគាត់ជាមនុស្សកំរិះមិនហ៊ានរាប់អានអ្នកជិតខាងខ្លាចគេពឹងពាក់ខ្ចីលុយកាក់និងថែមទាំងមិនហ៊ានធ្វើបុណ្យទៀតគាត់សន្យាថានឹងកាយខ្លួនចេះធ្វើបុណ្យធ្វើទាននិងគោរពអ្នកដទៃពូទុយនិងគ្រួសារបានទៅវត្តចាប់ពីបិណ្ឌទី1រហូតបិណ្ឌធំមិនហ៊ានខានមួយថ្ងៃទេជាពិសេសបានទៅអុជធូបសុំទោសនៅទីតាំងដែលខ្មោចលងគាត់ដោយដែលបានធ្លាប់សន្យាចាប់ពីពេលនោះមកគ្រួសារពូទុយរស់នៅយ៉ាងសុខសាន្តមានអ្នកភូមិរាប់អានច្រើនជាងមុនសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់ការនិទានមួយនេះតាំងពីដើមរហូតដល់ចប់បើសិនជាខ្ញុំបាទមានការលើសលួសត្រង់ចំណុចណាមួយសូមបងប្អូនមេត្តាអធ្យាស្រ័យនិង comment ពីចំណុចខ្វះខាតខ្ញុំនឹងធ្វើការកែសម្រួលសូមបងប្អូនជួយចុច like subscribe រួចដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណ